បាទអូខេក៏ជំរាបសួរទៅកាន់អ្នកទាំងអស់គ្នាបាទថ្ងៃនេះពួកយើងមានទ្រីបមួយទៅលេងនៅខាងការីរ៉ូមហើយមុននឹងទៅគឺពួកយើងបានដាក់បាយម្នាក់មួយចានសិនដោយសារតែដើម្បីចូលកាពះសិនមកយើងទៅដល់នោះប្រហែលជាល្បាក់ម៉ោង1ម៉ោង2អញ្ចឹងពួកយើងទៅរៀងថ្ងៃដែរអញ្ចឹងហ្នឹងហើយឥឡូវយើងបាយហើយយើងធ្វើដំណើរទៅបងមកអ្នកទៀតហ្នឹងហើយឥឡូវនេះពួកយើងបានមកដល់នៅផ្លូវលឿនលឿនដោយសារតែខ្ញុំធ្វើដំណើរទៅហ្នឹងគឺធ្វើតាមផ្លូវលឿនលឿនណាហើយបងគាត់ក៏ចុះថតរូបទុកហ្នឹងហើយពួកយើងថតរូបហ្នឹងហើយថតទុកមើលពេលត្រឡប់មកវិញអញ្ចឹងហើយនេះទេសភាពនៅតាមផ្លូវលឿនលឿនបាទវាពិតជាស្អាតខ្លាំងមែនទែនហ្នឹងហើយមេឃបើកថ្ងៃល្អទៀតបាទនៅតាមផ្លូវវាបើកថ្ងៃល្អទៀតហ្នឹងហើយហ្នឹងឆ្លាស់ហ្នឹងហើយឥឡូវនេះខ្ញុំបានមកដល់ផ្សារហ្នឹងហើយពួកយើងឈប់ទិញបានតិចតួចវាទុកទៅហូបនៅក្តីរោមហ្នឹងហើយបាទហ្នឹងហើយបាទឥឡូវពួកខ្ញុំបានមកដល់ហើយប៉ុន្តែអត់ទាន់ដល់ទីតាំងទេគឺនៅដល់នៅតាមផ្លូវឡើយហ្នឹងហើយបាទនេះពួកយើងបានមកដល់ហើយហ្នឹងហើយបាទទេសភាពពិតជាអែមខ្លាំងមែនតើអាប់ពេញព្រៃទៅហ្មងហ្នឹងហើយនេះបងគាត់ជួនបានពីលើឡានមកដល់លំអដើម្បីឲ្យបងគាត់ដប់ទៅខាងនៅរីសតហ្នឹងហើយដែលនេះបងគាត់ពងតែជួនវ៉ាន់ហ្នឹងហើយអវ៉ាន់មិនអីជាច្រើនទេគឺរឿងកំប៉ុងឲ្យតិចតួចហ្នឹងហើយបាទនេះបងគាត់នេះក៏មកបានហើយហ្នឹងហើយចាប់ដើមរៀបចំចេញដំណើរទៅកន្លែងរីសតរបស់យើងហើយបាទហើយគាត់នៅមើលលើមានភ្លេចអីនៅឡានអញ្ចឹងកុំឲ្យប៉ាដើរមកចាំភាសាទៀតពោះបាទឥឡូវពួកយើងបានធ្វើដំណើរទៅកាន់កន្លែងរីសតយើងហើយបាទសំខាន់ទេសភាពវាពិតជាអែមខ្លាំងមែនតើអែមបាទហ្នឹងហើយបងគាត់កំពុងតែសម្អាតនៅអាហារពេលល្ងាចហើយនេះបាទទេសភាពពិតជាប្លែកខ្លាំងមែនតើបាទនេះបងខ្ញុំក៏កំពុងតែដាក់អាំងសាច់តាបដាហ្នឹងហើយល្ងាចដែរយើងមានជាសាច់គោនឹងពីបកងតិចតួចហ្នឹងហើយបាទគេមកទុកហូបជុំគ្នាហ្នឹងបាទតែបើទេសភាពអានេះនៅពេលដែលវាស្រឡះវាអត់មានព្រិលណាវាមានព្រិលវាអត់មានអាប់វាស្រឡះអាប់តើបន្តិចទៀតហ្នឹងអាប់មកងឹតមើលអីឡើងឃើញហ្នឹងហើយតែពេលចេះតែក៏ស្អាតមួយយ៉ាងដែរវាស្អាតមែនតើហ្នឹងហើយកន្លែងនេះគឺខ្ញុំថតពីលើភ្នំទៅពីកន្លែងដែលខ្ញុំនៅហ្នឹងគឺកន្លែងរីសតហ្នឹងទេសភាពវាទៅអ្នកនរគ្នាមើលកន្លែងស្រស់ប៉ុណ្ណាអានេះក៏ឈានដល់ពេលយប់ដែរពួកយើងក៏ឈឿជាតិចតួចជុំបងប្អូនយើងហ្នឹងណាហ្នឹងហើយឥឡូវនេះគឺដល់ពេលបដិកិច្ចគឺដល់ពេលដែលពួកខ្ញុំចេញទៅផ្ទះវិញសារតែព្រឹកឡើងគឺមានភ្លៀងអូតូហ្មងភ្លៀងរតនាកន្លែងណាផ្សេងទៀតកើតអញ្ចឹងគឺវីដេអូគឺមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន